ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំតំណាងឲ្យក្រុមទី4ក្រុម assignment ទី4នៃមុខវិជ្ជា Introduction to AI ដោយសារតែថ្ងៃមុនយើងបានធ្វើ presentation ក្នុងថ្នាក់អញ្ចឹងយើងក្រុមយើងត្រូវ record ជាវីដេអូវិញចំពោះ topic យើងគឺ object detection ដូចគ្នានៅក្រុមផ្សេងៗដែរអូខេយើងចូលទៅកាន់ slide បន្តនេះជាសមាជិកក្រុមរបស់យើងហើយជា introduction ខ្ញុំចង់បញ្ជាក់ថាអីគេគឺជា object detection object detection វាជាផ្នែកមួយនៃ computer vision ដែលវាអាចឲ្យ computer យើង identify បានតែកំណត់អត្តសញ្ញាណនិងទីតាំងរបស់រូបភាពឬក៏វីដេអូហើយវាអាចភ្ជាប់ទៅកាន់ real time image ឬក៏វីដេអូតាមរយៈ webcam បានហើយចំពោះ object detection នៃ project របស់យើងដែរយើងត្រូវប្រើប្រាស់យើងជ្រើសរើសយក model YOLO V8 ដើម្បីប្រើប្រាស់អញ្ចឹងយើងត្រូវដឹងទូទៅពី YOLO V8 នេះអញ្ចឹង YOLO V8 នេះវាជា machine learning model ដែលវាអាចឲ្យ computer ស្គាល់នៅរូបភាពឬក៏វីដេអូហើយនឹងកំណត់ទីតាំងវាចំពោះ YOLO ហ្នឹងវាមានច្រើន version វាមាន version 5 version 8ដែលយើងកំពុងប្រើឬក៏ version 10.11 ហើយចំពោះ version នីមួយៗដែរវាមានទៅតាម size ទៀតជាក់ស្ដែងយើងប្រើប្រាស់ YOLO V8 Nano អញ្ចឹង YOLO V8 ទាំងអស់ហ្នឹងគ្រប់ version ហ្នឹងវាត្រូវបាន develop ដោយ Ultralytics អូខេយើងចូលទៅកាន់ slide ទៀតចំពោះ process នៃការធ្វើជំហានទី1នេះយើងត្រូវ collect data សិនដោយសារតែយើងធ្វើទាក់ទងទៅនឹង image detection អញ្ចឹង data របស់យើងវាជារូបភាពយើងអាចទាញវាបានពី website ផ្សេងៗឬក៏យើង download save ផ្ទាល់ពី Google ឬក៏យើងអាចថតជារូបភាពរបស់ខ្លួនឯងក៏បានដែរអូខេចូលទៅកាន់ step បន្ទាប់គឺ data annotation យើងក្នុង step នេះយើង annotate data ទៅលើការគូនៅ bounding box ទៅលើ object ឬក៏ខ្លះដែលយើងចង់ detect វាចង់ឲ្យ model របស់យើងវា detect ហើយ tool ក្នុងការ annotate data យើងអាចប្រើប្រាស់ tool ច្រើនចំពោះក្រុមខ្ញុំប្រើប្រាស់ CVAT អញ្ចឹងខ្ញុំចង់បង្ហាញពីការ annotate data ទៅលើ CVAT ដែលខ្ញុំបានធ្វើបន្តិចខ្ញុំចូលទៅកាន់ browser ហើយមួយនេះគឺជា tab ដែលខ្ញុំធ្វើនេះជា tab របស់ខ្ញុំដែលវាមានខ្លះភាគច្រើនទាក់ទងទៅនឹងសម្ភារៈផ្សេងៗដែលយើងឃើញមាននៅក្នុងថ្នាក់រៀនយើងភាគច្រើនមានប៊ិចសភៅ laptop កាតាបឬក៏តុជាដើមអញ្ចឹងដូចបើសិនយើងចង់ចូលកន្លែងយើងគូ bounding box ខ្ញុំចង់បង្ហាញអូខេនេះគឺយើងអាចគូ bounding box ទៅលើ object ដែលយើងចង់ detect វារូបខ្លះខ្ញុំគូ bounding box មួយហើយរូបខ្លះខ្ញុំគូរៀងច្រើនដែរអាចដល់3 4ទៅតាមខ្លះរបស់យើងបន្ទាប់ពីយើងគូ bounding box គ្រប់រូបភាពគ្រប់ data set ដែលយើងមានហើយយើងអាច export វាចេញជា zip file ហើយយើង compress វាដើម្បីយើងប្រើប្រាស់វានៅពេលដែលយើង train data ចូលទៅកាន់ slide ហើយជំហានបន្ទាប់គឺទាក់ទងទៅនឹងការរៀបចំទុកដាក់នៅ directory ឬក៏ folder របស់យើងក្នុង project នេះខ្ញុំទុកនៅក្នុង folder មួយឈ្មោះ train YOLO V8 custom dataset ហើយក្នុងនោះទៀតសោតវាមាន directory ផ្សេងៗមាន data នេះជា file environment របស់ Google Colab នេះជា file YAML ហើយខ្ញុំនឹងបញ្ជាក់បន្ថែមតើគេគឺជា YAML តែខ្ញុំចង់បង្ហាញពី directory នឹងផ្ទាល់នៅក្នុង Google Drive នេះជា directory របស់យើងក្នុងនេះក្នុង data វាមាន2ទៀតដូចជាបង្ហាញក្នុង slide ក្នុងនេះមាន global ចូលក្នុង train ក្នុងនេះវាជា folder ដែលយើងបាន extract ចេញពី website CVAT មកទាំងអស់ហ្នឹងវាជា extension ជា TXT គឺ file text មួយទៀតគឺ image ចំពោះ data set របស់យើងវាច្រើនជា file JPG ឬក៏មាន JPEG ខ្លះរូបទាំងអស់ហ្នឹងខ្ញុំទាញយកបានប្រហែលជា70ជាងរូបអូខេខ្ញុំចេញមកវិញចូលទៅ slide បន្ទាប់ពីយើងរៀបចំ data ហើយខ្ញុំបញ្ជាក់
ខ្ញុំនឹងនិយាយទៅត្រង់ពីគេជា YML អញ្ចឹង YML វាជាប្រភេទ data format គេប្រើវាទៅលើទាក់ទងពេលចាំទៅលើ configuration ក្នុងនេះយើងប្រើវាដើម្បីបង្ហាញពីទីតាំងរបស់ directory របស់យើងគឺនេះជា path របស់ folder ដែលយើងទុកក្នុង Google Drive មាន path train ហើយនិង validation ហើយក្នុងនោះដែរយើងអាចបញ្ជាក់បន្ថែមពីចំនួនខ្លះឈ្មោះខ្លះដូចខ្លះរបស់ខ្ញុំវាមានចំនួន6ខ្លះបើយើងរាប់ពីលេខ0ដល់លេខ5អញ្ចឹងនេះជា YML file យើងចូលទៅកាន់មួយទៀតយើងដល់ក្នុងនេះយើងដល់ state training អញ្ចឹងយើងចូលទៅកាន់ environment របស់ Google Colab អឺក្នុងនេះយើងអត់មាន script Python ច្រើនទេដោយសារយើងទាញយក model របស់គេយកមកប្រើគេ reconnect វិញដោយសារតែយើងទាញយក model របស់គេពីប្រើអញ្ចឹងទាញយក model របស់គេយកមកប្រើរបស់ខ្លះដែលយើងអត់ចាំបាច់គឺយើងកាត់ចោលក្នុងនេះខ្ញុំនឹងបង្ហាញទៅត្រង់ថា script នៅក្នុងនេះវាយើងប្រើវាដើម្បីធ្វើអីខ្លះគេដំបូងហើយក្នុងនេះ from Google Colab import drive នេះយើងធ្វើដើម្បី moon drive Google Drive យើងជាមួយនឹង Google Colab Notebook ដើម្បីយើងអាច access file ដែលយើង store ទៅក្នុង Google Drive ជាមួយនឹងGoogle Colab Direct បានហើយជំនាញទៀតយើងត្រូវ install Analytics ដែលជា developer របស់ Yellow V8 បន្ទាប់ពីយើង install successfully ហើយយើងអាចធ្វើការ train នេះគឺជា script ដែល train យើងlink ខ្លីដែរតែខ្ញុំបញ្ជាក់ចឹងយើងប្រើប្រាស់ Yellow V8 Sign Nano ចឹងវាមានអក្សរ Enter ពីក្រោយនេះបន្ទាប់ពីយើង run ហើយចំពោះការ run ដែរខ្ញុំចង់បញ្ជាក់ថាយើងប្រើ epoch ចំនួន50នេះហើយការប្រើប្រាស់ចំនួន epoch ហ្នឹងយើងប្រើប្រាស់វាអាស្រ័យទៅលើទំហំនៃ dataset របស់យើងបើយើងប្រើប្រាស់វាលើសជ្រុលក៏វាអាចទៅជា overfitting តែក៏យើងបើយើងប្រើប្រាស់វាតិចពេកវាអាចការ predict របស់យើងគឺវាអត់ accurate បន្ទាប់ពីវា run ហើយវា run ហើយវានឹង result ប្រាប់យើងថាទាំងអស់ហ្នឹងវាត្រូវបាន save ទៅក្នុង folder run យើងចូលទៅកាន់ run នេះហើយ detect trend ហើយក្នុងហ្នឹងយើងមានជា graph curve គេយើងសាច់ឥឡូវយើងសាច់ចូលទៅកាន់ trend batch 0ក្នុង trend batch 0ហ្នឹងយើងឃើញមានថាយើងឃើញថាវាបង្ហាញពី bounding box ជាមួយនឹង class អញ្ចឹងយើងមាន class 0 class 1អីដូចគ្នាមួយទៀតគឺយើងចូលទៅកាន់ train batch ដូចគ្នាយើងចូលទៅកាន់ validation batch label ក្នុងនេះវាបង្ហាញពីឈ្មោះខ្លះជាមួយនឹង bounding box ក្នុងនេះយើងធ្វើយើងមើលនេះដើម្បីបញ្ជាក់ពី performance របស់ model របស់យើងតមកយើងចូលទៅកាន់ចូលទៅកាន់ validation batch អូខេចូលទៅច្រឡំអូខេទាំង train និង validation គឺយើងចង់បញ្ជាក់ពី process នៃការ run របស់ model យើងបន្ទាប់ពីយើង train វាបានជោគជ័យហើយអញ្ចឹងខ្ញុំចង់បង្ហាញពី slide បន្ទាប់ក្នុង slide បន្ទាប់បន្ទាប់ពីយើង train ហើយខ្ញុំចង់បង្ហាញពីការប្រើប្រាស់ជាក់ស្ដែងរបស់Yellow V8 គឺក៏ទូទៅ computer vision នៅលើការងារជាក់ស្ដែងភាគច្រើន computer vision ត្រូវបានគេប្រើប្រាស់ទៅលើផ្នែក robotics ដូចខ្ញុំបង្ហាញក្នុងរូបហ្នឹងវាចង់បង្ហាញពី robot ដែលវាអាចដំណើរការ automatic បានទៅលើ task របស់វាអញ្ចឹងនេះគឺជា robot ផ្សារដែកវាអាចសម្គាល់នៅដុំការងារឬក៏ object ដែលវាចង់ធ្វើការលើបានដោយការប្រើប្រាស់នៅ sensor ក៏ដូចជាកាមេរ៉ាហើយមួយទៀតដែរគឺជាការប្រើប្រាស់ computer vision ទៅលើផ្នែក autonomous vehicle ឬក៏យន្តស្វ័យបើកបរដោយសារប្រវត្តិអញ្ចឹងការប្រើប្រាស់វាគឺ
ត្រូវការ accuracy ខ្ពស់ព្រោះអីការបើកបរនៅលើដងផ្លូវវាត្រូវការសុវត្ថិភាពខ្ពស់អញ្ចឹងវាអាច detect បានថាអីគេជាឡានមួយណាជាមនុស្សមួយណាជាឡានមួយណាជាអគារហើយវាអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯងហើយមួយទៀតនេះគឺចង់បង្ហាញពីការប្រើប្រាស់ computer vision ទៅលើផ្នែក security ចំពោះផ្នែក security យើងអាចdetect ទៅលើមុខមនុស្សឬក៏ object ផ្សេងៗដើម្បីធានានូវសុវត្ថិភាពនៅក្នុងក្រុមហ៊ុនឬក៏សហគ្រាសរោងចក្ររបស់យើងហើយវាអត់មានមិនមែនតែប៉ុណ្្នឹងទេវាមានច្រើនទៀតជាក់ស្ដែងយើងមាននៅក្នុងវិស័យសុខាភិបាលឬក៏ផ្សេងច្រើនទៀតដែលគេប្រើប្រាស់នៅ computer vision នេះអញ្ចឹងជាចុងបញ្ចប់ខ្ញុំចង់រៀបរាប់ថាអីគេគឺជាផលតើខ្ញុំចង់រៀបរាប់ថាតើការធ្វើ project នេះវាមានផលវិបាកអីខ្លះអញ្ចឹងចំពោះផលវិបាកក្នុងការធ្វើ project នេះដោយសារតែវាថ្មីសម្រាប់ពួកយើងអញ្ចឹងផលវិបាកគឺទាក់ទងទៅនឹង programming ដោយសារតែយើងទាញយកmodel ពីគេមានតែការរៀបចំនៅ directory folder គឺយើងដាក់ខុសពីគេអញ្ចឹងពេលខ្លះវាអាច error កន្លែង code ព្រោះយើង copy paste ហ្នឹងយើង copy ខុសដល់ពេលវា run ហើយវាអាចបញ្ជាក់ថាវាបង្ហាញយើងថា folder ហ្នឹងអត់មាននៅក្នុង directory របស់យើងឬក៏វាមានបញ្ហាច្រើនទៀតតែភាគច្រើនដូចខ្ញុំបញ្ជាក់វាទាក់ទងទៅនឹងខាង program ដោយសារយើងអត់សូវចេះផ្នែកហ្នឹងយើងអាចដឹងពីវាតិចតួចប៉ុន្តែពេលខ្លះយើងដោះស្រាយបញ្ហាហ្នឹងវាចំណាយពេលយូរទាក់ទងនឹង program អូខេអរគុណសម្រាប់ការទស្សនាពេលយើងមានតែប៉ុណ្្នេះអរគុណច្រើន